ចាជាកិច្ចចាប់ផ្ដើមយើងខ្ញុំទាំងអស់គ្នាពីក្រុមទី8សូមគោរពជម្រាបសួរលោកគ្រូចាក្នុងថ្ងៃនេះដែរក្រុមយើងខ្ញុំនឹងបកស្រាយប្រធានបទតាក់ទងជាមួយនឹងការរួមបញ្ចូលប្រព័ន្ធ offline និង online ជាមួយបណ្ដាញសង្គមក្នុងការទំនាក់ទំនងទីផ្សារដែលក្រុមរបស់យើងខ្ញុំមានសមាជិកចំនួន7រូបចាសម្រាប់ប្រធានបទរបស់យើងខ្ញុំដែរពួកយើងបែងចែកជា5មាតិកាធំទី1គឺសេចក្តីផ្ដើមទី2រំលឹកទ្រឹស្ដីទី3វិធីសាស្ត្រស្រាវជ្រាវទី4របបកំហើញនៃការស្រាវជ្រាវនិងទី5សេចក្តីសន្និដ្ឋាននិងការផ្ដល់ជាមតិយោបល់ចាជាដំបូងខ្ញុំសូមបកស្រាយតាក់ទងជាមួយនឹងសេចក្តីផ្ដើមដោយដែលយើងបានដឹងហើយថាក្នុងសម័យទីផ្សារបច្ចុប្បន្ននេះគឺកំពុងមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សហើយទំនាក់ទំនងទីផ្សារបានក្លាយជាឧបករណ៍យ៉ាងសំខាន់មួយសម្រាប់អង្គភាពឬក៏អ្នកប្រកបអាជីវកម្មក្នុងការបង្កើនភាពស្គាល់ពីផលិតផលនិងសេវាកម្មរបស់ខ្លួនដែលតាមរយៈយុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារដែលមានប្រសិទ្ធភាពអាជីវកម្មអាចបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនបានតាមរយៈការបង្កើនជាទំនុកចិត្តនិងជំរុញការទិញផលិតផលឬក៏សេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនឬក៏ជូនអតិថិជនហើយការជោគជ័យក្នុងការបង្កើតនិងអភិវឌ្ឍយុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារត្រូវការយល់ដឹងអំពីលក្ខណៈពិសេសនៃទីផ្សារគោលដៅរបស់អតិថិជននិងបណ្ដាញផ្សព្វផ្សាយផ្សេងផងដែរដែលក្នុងនេះអត្ថបទនេះនឹងពិភាក្សាអំពីសារៈសំខាន់ប្រភេទជាច្រើនប្រភេទនិងវិធីសាស្ត្រនានានៃការទំនាក់ទំនងទីផ្សារដែលអាចជួយសម្រេចបាននូវគោលបំណងអាជីវកម្មយ៉ាងមានប្រសិទ្ធភាពនៅក្នុងនេះដែរគោលបំណងសំខាន់យើងមានបែងចែកជា4ចំណុចគឺទី1តាក់ទងជាមួយនឹងការបង្កើតភាពស្មោះត្រង់និងការទិញឡើងវិញពីអតិថិជនពីសំណាក់អតិថិជនក្នុងចំណុចនេះដែរមានន័យថានៅក្នុងនាមយើងជាអ្នកបង្កើត branding ជាម្ចាស់ផលិតផលឬក៏សេវាកម្មមួយនៅពេលដែលយើងផ្ដល់ជាសេវាកម្មឬក៏ទំនិញឬក៏ម៉ាកឬក៏ branding របស់យើងជូនទៅកាន់អតិថិជនហើយអតិថិជនមានការពេញចិត្តមានការសប្បាយចិត្តទៅលើ branding របស់យើងឬក៏សេវាកម្មរបស់យើងអតិថិជនគាត់នឹងត្រឡប់មកប្រើឬក៏មកទិញផលិតផលរបស់យើងម្ដងហើយម្ដងទៀតហើយចំណុចទី2គឺតាក់ទងជាមួយនឹងការកាត់បន្ថយចំណាយក្នុងការដែរមានន័យថានៅពេលដែលយើងមានអតិថិជនដែលគាត់ពេញចិត្តទំនិញឬសេវាកម្មរបស់យើងពួកគាត់ត្រឡប់មកទិញត្រឡប់មកប្រើប្រាស់ម្ដងហើយម្ដងទៀតដោយសារតែពួកគាត់ពេញចិត្តអញ្ចឹងមានន័យថានៅពេលដែលគាត់ពេញចិត្តហើយគាត់ប្រកាសជាណែនាំទៅអ្នកស្គាល់ឬក៏ទៅរង្វង់គ្រួសារឬអ្នកស្គាល់គាត់ផ្សេងវាក៏ជាផ្នែកមួយជួយដល់អាជីវកម្មរបស់យើងដែរជួយកាត់បន្ថយការចំណាយដែលយើងត្រូវបែងចែកចំណាយផ្សេងទៅលើការធ្វើ advertising ឬក៏ការរកភ្ញៀវអញ្ចឹងមានការដែលអតិថិជនចាស់ជួយណែនាំទៅកាន់អតិថិជនថ្មីគឺជាផ្នែកមួយសំខាន់ដែរសម្រាប់ម្ចាស់អាជីវកម្មហើយចំណុចទី3គឺបង្កើនការចូលចិត្តនិងជឿជាក់លើម៉ាកមានន័យថានៅពេលដែលយើងមានម៉ាកឬក៏ផលិតផលមួយដែលមានស្តង់ដារដែលមានកេរ្តិ៍ឈ្មោះល្អជាទីចូលចិត្តជាទីពេញចិត្តរបស់អតិថិជនជួយឲ្យគឺយើងមានយើងទីផ្សាររបស់យើងខ្លាំងមានគេស្គាល់ច្រើនមានគេចូលចិត្តច្រើនអញ្ចឹងក៏វាជាភាពមួយជួយលើកតម្កើងឲ្យម៉ាករបស់យើងកាន់តែល្បីផងដែរនិងចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងការទទួលបានប្រាក់ចំណេញក្នុងរយៈពេលវែងអញ្ចឹងដូចដែលយើងបានឃើញថា brand ធំមួយចំនួនដែលនៅស្រុកក្រៅដូចពួកLovis ឬក៏ពួក brand ធំ LV អីជាដើមគឺពួកគាត់លក្ខណៈជា long term មានន័យថាគាត់បង្កើតលក្ខណៈតជំនាន់ពីមួយជំនាន់ទៅមួយជំនាន់ហើយ branding របស់គាត់គឺល្បីខ្លាំងអញ្ចឹងវាបែបហ្នឹងវាឲ្យយើងព្យាយាមសាង brand name របស់យើងវាយើងធ្វើអតិថិជនចូលចិត្តជឿជាក់លើផលិតផលជឿជាក់លើសេវាកម្មហើយគឺទីយើងដើរទីផ្សារបានយូរអង្វែងចាអញ្ចឹងខ្ញុំសូមចូលទៅដល់ចម្ពោះបន្ទាប់គឺចម្ពោះទី2តាក់ទងជាមួយនឹងការរំលឹកទ្រឹស្ដីអញ្ចឹងនៅក្នុងនេះគេបានលើកឡើងពីការរំលឹកទ្រឹស្ដីតាក់ទងជាមួយនឹងទំនាក់ទំនងទីផ្សារឬក៏យើងអាចហៅបានថា marketing relationship
ដែលវាគឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលផ្ដោតទៅលើការកសាងនិងរក្សាទំនាក់ទំនងរវាងអតិថិជនជាប្រចាំដោយផ្ដល់នៅបទពិសោធន៍ដ៏ល្អឥតខ្ចោះនិងការឆ្លើយតបបានលឿនហើយការដែលយើងអនុវត្តតាមបច្ចេកវិទ្យាថ្មីដូចជាប្រព័ន្ធ CRM និងបណ្ដាញសង្គមផ្សេងៗដើម្បីធានាឲ្យបានថាអាជីវកម្មរបស់យើងនឹងគឺអាចសាងសង់ភាពជឿជាក់និងភាពស្មោះត្រង់របស់អតិថិជនបានយូរអង្វែងមានថាគាត់នៅតែពេញចិត្តលើទំនិញសេវាដែលយើងបានផ្ដល់ជូនហ្នឹងហើយគាត់អត់បែកចិត្តទៅគេផ្សេងទេហើយគាត់នៅតែស្រឡាញ់ brand របស់យើងនៅតែប្រើ brand របស់យើងខ្ញុំសូមចូលទៅដល់ចំណុចបន្ទាប់ទាក់ទងជាមួយនឹងទ្រឹស្ដី hierarchy of effect model នេះទ្រឹស្ដីនេះគឺដូចបានបង្ហាញក្នុងរូបអញ្ចឹងគឺវាគឺជាទ្រឹស្ដីមួយប្រើសម្រាប់អភិវឌ្ឍយុទ្ធសាស្ត្រផ្សព្វផ្សាយផ្នែកទីផ្សារហើយវាក៏ជាប្រភេទអាចថា consumer behavior model ដែលបង្ហាញពីជំហាននានាដែលអតិថិជនគាត់ត្រូវតែឆ្លងកាត់មុនពេលធ្វើការទិញផលិតផលណាមួយរបស់យើងដែលជំហាននោះរួមមានawareness ជំហានទី1គឺ awareness បន្ទាប់មកឈានទៅដល់ knowledge របស់គាត់ហ្នឹងហើយ linking គាត់គិតទៅដល់អាហ្នឹង preference conviction ហើយនឹងឈានចុងក្រោយគឺទៅដល់ការសម្រេចចិត្តទិញរបស់គាត់ចាបន្ទាប់ខ្ញុំសូមបន្តទៅដល់ cognitive dissonance theory ចំណុចនេះមានន័យថាយើងមានពីរដែល opposite គ្នាគឺ face ហើយនិង belief ចឹងនៅទីនេះគឺអតិថិជនគាត់អាចមានការសង្ស័យខ្លះបន្ទាប់ពីគាត់ទិញហើយចឹងបន្ទាប់មកមានជាការផ្សព្វផ្សាយក្រោយទិញអាចជួយបន្ថែមភាពមិនប្រក្រតីនោះចឹងវាថាពេលដែលគាត់ទិញគាត់សង្ស័យប៉ុន្តែគេប្រើទ្រឹស្ដីមានន័យថាក្នុងនាមជាអ្នកលក់យើងត្រូវមានជាការផ្សព្វផ្សាយជូនទៅកាន់អតិថិជនដើម្បីឲ្យការទិញរបស់គាត់នឹងកាន់តែប្រកាសចិត្តថាគាត់ទិញនឹងត្រូវហើយគាត់មានទំនុកចិត្តដែលគាត់បានទិញឬក៏ប្រើប្រាស់ទំនិញឬសេវាកម្មរបស់យើងហើយនឹងដូចចំណុចចុងក្រោយគេបាននិយាយចឹងថាការផ្សព្វផ្សាយបន្ទាប់ពីការទិញអាចបង្កើនការពេញចិត្តរបស់អតិថិជនអញ្ចឹងថាការផ្សព្វផ្សាយបន្ថែមក្នុងនាមយើងជាអ្នកផ្ដល់សេវាឬក៏លក់ទំនិញហ្នឹងគឺសំខាន់ដើម្បីធ្វើឲ្យអតិថិជនគាត់កាន់តែមានទំនុកចិត្តមកលើយើងដែលជាអ្នកផ្គត់ផ្គង់ហើយនឹងទ្រឹស្ដីមួយទៀតហ្នឹងគឺគេថាវាជាទ្រឹស្ដីការប្រកាសសាធារណៈឬក៏យើងអាចហៅបានថា public relation theory ហ្នឹងដែលទ្រឹស្ដីនេះគឺផ្ដោតសំខាន់ទៅលើវិធីសាស្ត្របង្កើតភាពទំនុកចិត្តនិងសាងសង់ភាពជឿជាក់របស់សាធារណជនចំពោះសេវាកម្មឬផលិតផលរបស់យើងតាមរយៈការទំនាក់ទំនងដ៏មានប្រសិទ្ធភាពដោយយើងក៏លេចមើលរូបភាពនៅខាងស្ដាំហ្នឹងថាpublic relation ហ្នឹងគឺវាមានច្រើនដែលក្នុងនេះគេអាចបញ្ជាក់ទៅលើ social media ហើយយើងបញ្ចេញទៅតាម social media ផ្សេងៗតាម channel តាមផ្សេងៗហ្នឹងហើយយើងអាចធ្វើជាការ advertising អាចធ្វើជា communication ដោយផ្ទាល់តាម media តាម news កាសែតហើយនិង society អីជាដើមចា៎ទាំងអស់ហ្នឹងគឺជា public relation ហើយនឹងមួយទៀតគឺតកតងជាមួយនឹងទ្រឹស្ដី 4P ឬក៏យើងហៅថា marketing mix ហ្នឹងដែលក្នុងនោះរួមបញ្ចូល product ឬក៏ផលិតផលហ្នឹង price តម្លៃ place ទីតាំងឬក៏បណ្ដាញចែកចាយហ្នឹង promotion ក្នុងនេះ promotion យើងបែងចែកជាពីរទៀតគឺ promotion មួយជាការផ្សព្វផ្សាយហើយ promotion មួយទៀតវាគឺជាផ្នែកដ៏សំខាន់ក្នុងការទំនាក់ទំនងទីផ្សារដោយរួមបញ្ចូលជាសកម្មភាពផ្សព្វផ្សាយគ្រប់បែបយ៉ាងគ្រប់រូបភាពទាំងអស់ជាបន្ទាប់ខ្ញុំសូមចូលទៅដល់ទ្រឹស្ដីទូទៅតកតងជាមួយនឹងទីផ្សាររបស់យើងគឺទំនាក់ទំនងទីផ្សារចាអញ្ចឹងនៅក្នុងទីនេះទំនាក់ទំនងទីផ្សារគេបាននិយាយថាវាគឺជាដំណើរការបែងចែកឬក៏ចែកចាយព័ត៌មានរបស់សហគ្រាសទៅកាន់អតិថិជនហើយសារទំនាក់ទំនងគឺជាព័ត៌មានដែលក្រុមហ៊ុនចង់បញ្ជូនទៅកាន់អតិថិជនមជ្ឈមណ្ឌលផ្សព្វផ្សាយគឺជាវិធីសាស្ត្រដែលសារត្រូវបានបញ្ជូនដូចជាទូរទស្សន៍វិទ្យុឬក៏បណ្ដាញសង្គមនានាដែលបច្ចុប្បន្នយើងឃើញស្រាប់ថាមាន Facebook TikTok Instagram Twitter ឬក៏អីនឹងជាដើមចាហើយឥទ្ធិពលរបស់ទីផ្សារហ្នឹងគឺវាអាចជាផលប៉ះពាល់របស់សកម្មភាពផ្សព្វផ្សាយ
ទៅកាន់អតិថិជនក្នុងនោះក៏ដែរយើងក៏បានរួមបញ្ចូលជាមួយនឹងសំណើសម្រួលឬក៏យើងហៅថា hypothesis ហ្នឹងយើងមានគេបាននិយាយថានៅក្នុងសំណើហ្នឹងមានរួមបញ្ចូល3ចំណុចសំខាន់ទី1គឺជាការផ្សព្វផ្សាយតាមបណ្ដាញសង្គមដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់អតិថិជនទី2គឺជាការទំនាក់ទំនងផ្ទាល់រវាងបុគ្គលិកនិងអតិថិជនបង្កើតកម្រិតជឿជាក់លើម៉ាកផលិតផលរបស់ខ្លួនអញ្ចឹងមានន័យថាការទំនាក់ទំនងរបស់ក្នុងនាមយើងជាអ្នកលក់ទំនិញឬសេវាកម្មហ្នឹងក៏យើងត្រូវតែមានភាពជិតស្និទ្ធត្រូវតែមានការណែនាំយ៉ាងកក់ក្ដៅជូនឬក៏ទៅកាន់អតិថិជនរបស់យើងដើម្បីឲ្យគាត់កាន់តែមានភាពជឿជាក់ហើយគាត់កាន់តែពេញចិត្តលើទំនិញឬសេវាកម្មរបស់យើងដែលយើងបានផ្ដល់ជូនគាត់ហើយនឹងចុងក្រោយគឺភ្ជាប់បណ្ដាញប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដោយសមស្របបង្កើនទស្សនវិជ្ជានៃការទំនាក់ទំនងអញ្ចឹងចំណុចនេះក៏សំខាន់ដែរមានន័យថាយើងត្រូវដឹងថាអតិថិជនគោលដៅរបស់យើងជាអ្នកណាហើយយើងចង់ឲ្យទំនិញសេវាកម្មរបស់យើងទៅដល់ពួកគាត់ដោយវិធីសាស្ត្រណាអញ្ចឹងយើងមានវិធីសាស្ត្រច្រើនដូចនៅក្នុងរូបភាពយើងអញ្ចឹងយើងមានជាការដាក់តាម website ការ post តាម social media តាមបណ្ដាញសង្គម TikTok Facebook Instagram អីអស់ហ្នឹងឬក៏យើងមានជា launch តាម website ឧទាហរណ៍ស្ដែងដូចក្នុងស្រុកខ្មែរយើងចុះឧទាហរណ៍ដូចនៅ Macro នៅតាម Lucky តាម Mart ឬក៏តាម Aeon អីអញ្ចឹងគឺគេកាន់តែផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនជួយឲ្យពួកគាត់ចង់បងអីគាត់មិនអញ្ជើញមកដល់ហាងដល់ shop ផ្ទាល់ឯងគាត់អាចធ្វើការកំងតាម app ឬតាម website តាមអីបានគឺមានជាការដឹកជូនគាត់ដល់ទីកន្លែងហ្មងគឺកាន់តែមានភាពងាយស្រួលអញ្ចឹងអតិថិជនក៏គាត់តែគាត់អត់មានពេលវេលាគ្រប់គ្រាន់គឺគាត់ពេញចិត្តគាត់ចូលចិត្តបែបហ្នឹងគឺសម្រួលដល់គាត់ច្រើនចាអញ្ចឹងអ្វីដែលសំខាន់នៅក្នុងការស្រាវជ្រាវរបស់យើងនេះសំណួរដែលយើងត្រូវសួរឲ្យដើម្បីបកស្រាយឲ្យកាន់តែក្បោះក្បាយទៅលើការស្រាវជ្រាវនេះគឺសួរថាតើប្រព័ន្ធ offline ហើយនិង online ជាមួយបណ្ដាញសង្គមមានឥទ្ធិពលក្នុងទំនាក់ទំនងទីផ្សាររបស់យើងយ៉ាងដូចម្តេចដែរចាអញ្ចឹងខ្ញុំសូមឈានទៅដល់ចំណុចជំពូកទី3បកស្រាយនេះជារបបកំហើញដែលយើងបានដែលយើងត្រូវsorry មិនមែនជារបបកំហើញថាវិធីសាស្ត្រដែលយើងត្រូវស្រាវជ្រាវនៅក្នុងការស្រាវជ្រាវរបស់យើងនេះគឺយើងផ្ដោតទៅលើ6ចំណុចទី1គឺប្រភេទស្រាវជ្រាវគោលបំណងនៃការស្រាវជ្រាវរបស់យើងវិធីសាស្ត្រដែលយើងត្រូវប្រមូលទិន្នន័យប្រភពទិន្នន័យដែលពួកយើងទទួលបានសំណុំរូបិយវត្ថុនិងវិធីសាស្ត្រវិភាគទិន្នន័យចាអញ្ចឹងសម្រាប់វិធីសាស្ត្រនៃការស្រាវជ្រាវរបស់យើងគឺយើងបែងចែកជា6ចំណុចហើយប្រភេទនៃការស្រាវជ្រាវគឺយើងស្រាវជ្រាវទី1គឺយើងស្រាវជ្រាវពីឥរិយាបថរបស់អតិថិជនថាគាត់ចង់បានអីគាត់ចូលចិត្តអីគាត់ត្រូវការបែបម៉េចហើយគោលបំណងរបស់យើងគឺយើងចង់ដើម្បីចង់វាតម្លៃពីឥទ្ធិពលនៃសារៈនៃសារទំនាក់ទំនងទីផ្សារលើអត្តកិរិយានិងសេចក្តីសម្រេចចិត្តរបស់អតិថិជនថាគាត់មានគោលបំណងគាត់ចង់បានរបៀបម៉េចអញ្ចឹងគឺយើងអាចសិក្សាចង់ដឹងថាគាត់ចង់បានបែបណាដើម្បីងាយស្រួលយើងក្នុងនាមយើងជាអ្នកផ្ដល់ទំនិញសេវាកម្មឲ្យគាត់ថាយើងត្រូវធ្វើដូចម៉េចដើម្បីឲ្យកាន់តែត្រូវចិត្តគាត់តាមអ្វីដែលគាត់ចង់បានហើយវិធីសាស្ត្រប្រមូលទិន្នន័យរបស់យើងគឺយើងធ្វើជាលក្ខណៈការស្ទង់មតិតាមការប្រើសំណួរអេឡិចត្រូនិកឬក៏អាចថាតាមអេឡិចត្រូនិកតាមតាមกระดาษដែរមានជាការសម្ភាសជាផ្ទាល់ដែរហើយនឹងអង្កេតដោយផ្ទាល់ផងដែរហើយប្រភពទិន្នន័យវិញជាបឋមគឺទិន្នន័យគឺយើងប្រមូលបានពីអតិថិជនហើយនិងអ្នកប្រើប្រាស់ហើយទិន្នន័យទិសដៅគឺយើងកំណត់តាមយកតាមកំណត់ត្រាពាណិជ្ជកម្មហើយនិងអត្ថបទស្រាវជ្រាវមុនដែរដែលយើងអាចយើងយកមកធ្វើជា reference ផងដែរចាហើយសំណុំរូបិយវត្ថុយើងគឺអតិថិជនចន្លោះពី18ទៅ40ឆ្នាំដែលយើងយកមកធ្វើយកមកស្រង់ស្ថិតិចេញមកនេះគឺយើងយកចន្លោះ18ទៅដល់40ឆ្នាំដែលពួកគាត់មានបទពិសោធន៍នៃការទិញផលិតផលឬក៏សេវាកម្មតាមការផ្សព្វផ្សាយនិងចុងក្រោយវិធីសាស្ត្រវិភាគទិន្នន័យរបស់យើងគឺយើងវិភាគស្ថិតិពិសេសមានឲ្យយើងយកការប្រៀបធៀបវិជ្ជាភាគនិងការសិក្សាពាក់ព័ន្ធយកមកប្រើប្រាស់ហើយការវិភាគសម័យការស្រាវជ្រាវពាក់ព័ន្ធផងដែរចា
អូខេអញ្ចឹងខ្ញុំសូមចូលទៅដល់របបកំហើញនៃការស្រាវជ្រាវរបស់យើងគឺនៅក្នុងជំពូកទី4ចាអញ្ចឹងអ្វីដែលយើងបានរកតងជាមួយនឹងទំនាក់ទំនងទីផ្សារគឺជាកន្លងសំខាន់បំផុតក្នុងការស្គាល់ម៉ាកនិងលើកកម្ពស់ការសម្រេចចិត្តទិញហើយទី2បណ្ដាញសង្គមគឺជាឧបករណ៍ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយបានលឿននិងទាក់ទាញអតិថិជនអញ្ចឹងមានន័យថាការដែលយើងផ្សព្វផ្សាយត្រូវគោលដៅត្រូវកន្លែងដែលអតិថិជនគាត់ចូលចិត្តមើលច្រើនទីហោដូច TikTok ជាដើមបច្ចុប្បន្នគឺ TikTok គាត់មានឥទ្ធិពលអញ្ចឹងការដែលផ្សព្វផ្សាយក្នុង TikTok គឺ effective មែនទែនទៅដល់អតិថិជនគោលដៅរបស់គាត់ហើយទី3គឺទំនាក់ទំនងដោយផ្ទាល់ជួយបង្កើនភាពស្និទ្ធស្នាលនិងជឿជាក់លើម៉ាកផលិតផលអញ្ចឹងមិនមែនយើងធ្វើតែអនឡាញសុទ្ធយើងអាចតាក់ទាញអតិថិជនបានទាំងអស់ទេដោយសារមានអតិថិជនខ្លះគាត់ក៏មិនចូលចិត្តអនឡាញគាត់ក៏មិនទុកចិត្តអនឡាញទាំងអស់ដែរអញ្ចឹងក្នុងនាមជាអ្នកលក់យើងត្រូវការទៅជួបជជែកមួយគាត់ផ្ទាល់ពន្យល់គាត់ផ្ទាល់ណែនាំគាត់ផ្ទាល់ដែរដើម្បីឲ្យគាត់កាន់តែពេញចិត្តកាន់តែជឿជាក់លើផលិតផលរបស់យើងផ្សាយច្រើនប្រភេទឬក៏យើងអាចហៅបានថា multi channel ដែលវាមានអត្ថប្រយោជន៍ច្រើនចំពោះប្រសិទ្ធភាពក្នុងការបញ្ជូនសារទី5សារទំនាក់ទំនងដែលច្បាស់លាស់និងទាក់ទាញអាចមានអំណាចបង្កើតអារម្មណ៍អវិជ្ជមានឬវិជ្ជមានចំណុចនេះវាអាចថានៅពេលដែលយើងផ្សព្វផ្សាយយើងផ្សព្វផ្សាយបែបម៉េចយើងផលិត content បែបម៉េចហើយ content ហ្នឹងវាអាចប៉ះពាល់ទៅដល់អ្នកមើលអត់ឧទាហរណ៍ដូច content ខ្លះវាអាចមានជាការប៉ះពាល់ទៅដល់កុមារឬក៏អីចឹងនឹងវាក៏ធ្វើឲ្យ branding របស់យើងឬក៏ការផ្សព្វផ្សាយរបស់យើងអន់ថយដែរមានការមិនពេញចិត្តកាត់ឡើងហើយទី6គឺអតិជនមានការឆ្លើយតបខុសៗគ្នាដោយផ្អែកលើអាយុភេទកម្រិតវប្បធម៌និងបទពិសោធន៍អញ្ចឹងចំណុចនេះគឺសំខាន់ដែលយើងចាំបានថាយើងត្រូវធ្វើអនឡាញផងធ្វើ offline ផងដើម្បីយើងបានជួបជជែកគាត់ផ្ទាល់ព្រោះពេលខ្លះតាមវ័យអតិជនដូចវ័យកណ្ដាលអីអញ្ចឹងគាត់អាចយល់ដឹងច្រើនលើការប្រើប្រាស់អនឡាញតែអតិជនខ្លះដែលគាត់មានអាយុហួសទៅអញ្ចឹងពេលខ្លះគាត់អត់ចូលចិត្តអនឡាញអីអញ្ចឹងទៅគាត់ចូលចិត្តការទិញផ្ទាល់អញ្ចឹងគឺតម្រូវឲ្យក្នុងនាមជាអ្នកលក់ក្នុងនាមជាអ្នកផ្សព្វផ្សាយយើងក៏ត្រូវជួបគាត់ផ្ទាល់ដែរដើម្បីពន្យល់បន្ថែមឲ្យគាត់យល់ថាអត្ថប្រយោជន៍នៃការអនឡាញហ្នឹងវាបែបម៉េចជួយសម្រួលគាត់បែបម៉េចហើយទី7គឺជាការត្រួតពិនិត្យនិងវាស់វែងលទ្ធផលនៃទំនាក់ទំនងទីផ្សារគឺជាការសំខាន់ក្នុងការកែលម្អយុទ្ធសាស្ត្រទី8ទិន្នន័យបង្ហាញថាការប្រើការផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook TikTok YouTube អីជាដើមហ្នឹងគឺមានភាពទាក់ទាញខ្ពស់ជាងទូរទស្សន៍ឬក៏វិទ្យុអញ្ចឹងដូចយើងទាំងអស់គ្នាបានដឹងហើយថាឥឡូវបច្ចុប្បន្ននេះអត់សូវមានណាគេទៅនៅស្ដាប់វិទ្យុទៅនៅមើលទូរទស្សន៍ទៀតទេពីច្រើនយើងមើលតាមទូរស័ព្ទអញ្ចឹងគឺពេញនិយមមែនតើ Facebook TikTok YouTube អីអស់ហ្នឹងអញ្ចឹងគឺបើយើងផ្សព្វផ្សាយតាមហ្នឹងគឺវាមានប្រសិទ្ធភាពខ្ពស់ជាងយើងទៅផ្សព្វផ្សាយតាមទូរទស្សន៍ឬក៏វិទ្យុនិងចំណុចទី9គឺតាក់ទងទៅនឹងទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងអតិជនដូចជាការចែកម្លែកវាក៏មានឥទ្ធិពលខ្លាំងដែរលើសេដ្ឋកិច្ចផលិតផលថ្មីរបស់យើងអញ្ចឹងមានថាយើងមានផលិតផលថ្មីហើយយើងផ្សព្វផ្សាយហើយប៉ុន្តែយើងក៏ត្រូវការធ្វើទីផ្សារដោយផ្ទាល់ដើម្បីឲ្យអាការចែកម្លែកហ្នឹងវាកាន់តែលឿនដោយសារគេបានឃើញយើងផ្ទាល់គេរត់ទៅជឿជាក់ជាងការគ្រាន់តែមើលតាមអនឡាញចាអញ្ចឹងការបកស្រាយរបស់ខ្ញុំទាក់ទងជាមួយរបបកំហើញមានប៉ុណ្ណឹងអញ្ចឹងជាចំណុចបន្ទាប់ខ្ញុំសូមចូលទៅដល់សេចក្តីសន្និដ្ឋាននិងមតិយោបល់ទៅលើការស្រាវជ្រាវរបស់ពួកយើងអញ្ចឹងទាក់ទងជាមួយនឹងសេចក្តីសន្និដ្ឋានជារួមមកតំណែងទីផ្សារវាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់សហគ្រាសក្នុងការទាក់ទាញអតិថិជននិងជំរុញការលក់របស់ខ្លួនហើយសារតំណែងនេះត្រូវតែមានគោលដៅច្បាស់លាស់និងអាចបំពេញតាមតម្រូវការរបស់អតិថិជនផងដែរជាងមានន័យថាយើងសេតគោលដៅបានច្បាស់លាស់ហើយប៉ុន្តែយើងក៏ត្រូវយល់ដែរថាអតិថិជនគាត់ចង់បានអីយើងក៏ត្រូវតម្រូវតាមចិត្តគាត់ដែរទី3គឺការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយជាច្រើននឹងអាចបង្កើនប្រសិទ្ធភាពក្នុងការទំនាក់ទំនងទីផ្សារអញ្ចឹងដូចចំណុចដែលខ្ញុំបានបកស្រាយមុនហ្នឹងអញ្ចឹងថាការផ្សព្វផ្សាយហ្នឹងការផ្សព្វផ្សាយវាមានតាមច្រើនចំណុចច្រើន channel អីអញ្ចឹងទៅវាមានច្រើនប្រភេទដូចដែលខ្ញុំបានរៀបរាប់ថាមាន YouTube Facebook TikTok Twitter Instagram អីអស់ហ្នឹង
ចឹងវាមានច្រើនដែលយើងអាចជ្រើសរើសយកមកធ្វើការផ្សព្វផ្សាយហើយចំណុចចុងក្រោយគឺសហគ្រាសគួរតែវាស់វែងលទ្ធផលនៃការផ្សព្វផ្សាយដើម្បីកែលម្អយុទ្ធសាស្ត្រចាស់ចំណុចនេះមានន័យថានៅពេលដែលយើងគួរតែមានការប្រៀបធៀបឬក៏វាស់វែងថាលទ្ធផលពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំរបស់យើងថាតើមានអីប្រែប្រួលអត់មានការរីកចម្រើនជាងមុនអត់ឬក៏វានៅនឹងដដែលឬក៏វាអាចធ្លាក់ចុះជាងមុនអញ្ចឹងយើងត្រូវតែមានការវាស់វែងត្រូវតែមានការ check មើលថាបើសិនជាវាធ្លាក់យើងត្រូវកែលម្អទៅរកវិធីសាស្ត្រអីដើម្បីធ្វើឲ្យវាកាន់តែល្អប្រសើរជាងនឹងហើយបើយើងល្អហើយក៏យើងត្រូវតែរកវិធីសាស្ត្រអីថ្មីទៀតឲ្យវាកាន់តែល្អជាងនឹងយើងអាចធ្លាក់ចុះឬក៏នៅនឹងមួយកន្លែងបានទេចាហើយចំណុចបន្ទាប់គឺបញ្ហាដែលយើងគួរតែយកចិត្តទុកដាក់យើងមាន3ចំណុចសំខាន់ដែរគឺមានដូចជាការរចនាសារមិនសមរម្យអាចបង្កឲ្យមានភាពមិនជោគជ័យក្នុងនាមយើងជាអ្នកផ្សព្វផ្សាយយើងក៏ត្រូវរក content មួយឬក៏ការផ្សព្វផ្សាយរបស់យើងមួយហ្នឹងដែលវាសមរម្យទៅតាមបរិបទហើយត្រូវជាមួយនឹងវ័យមនុស្សដែលយើងចង់ផ្សព្វផ្សាយពេលខ្លះបើយើងធ្វើ content អត់ត្រូវវាអាចទៅប៉ះពាល់គេផ្សេងអញ្ចឹងធ្វើឲ្យវាប៉ះពាល់ជាមួយការផ្សព្វផ្សាយរបស់យើងដែរហើយការជ្រើសរើសការផ្សព្វផ្សាយមិនត្រឹមត្រូវក៏ធ្វើឲ្យយើងអាចបាត់បង់ឱកាសឬក៏ធនធានដែរហើយតំណែងមិនច្បាស់លាស់អាចបង្កអតិថិជនពេញចិត្តចំណុចនេះគឺសំខាន់មានន័យថាអ្នកដែលគាត់ជាអ្នកផ្ដល់ព័ត៌មានគាត់ជាអ្នកលក់គាត់ជាអ្នក sell ជាអ្នកដែលត្រូវតាក់ទងអតិថិជនហ្នឹងគាត់ត្រូវតែមានភាពច្បាស់លាស់ខ្លួនឯងថានៅពេលដែលគាត់ទៅប្រយោជន៍អតិថិជនគាត់យល់ដឹងពីទំនិញសេវាកម្មឬផលិតផលរបស់ខ្លួនឯងអស់នៅពេលដែលគាត់ច្បាស់គាត់ប្រយោជន៍ទៅអតិថិជនគឺអតិថិជនគាត់ស្ដាប់ហើយគឺគាត់មានភាពជឿជាក់ហ្មងតែបើយើងក្នុងនាមយើងជាអ្នកណែនាំយើងអាចច្បាស់ខ្លួនឯងអញ្ចឹងអតិថិជនក៏គាត់អាចនឹងមានការសម្រេចចិត្តទៅតាមនឹងដែរនឹងចំណុចបន្ទាប់មួយទៀតគឺតកតងជាមួយនឹងសារៈសំខាន់នៃការស្រាវជ្រាវអញ្ចឹងសារៈសំខាន់នៃការស្រាវជ្រាវនេះគឺវាអាចជាផ្នែកមួយជួយតសហគ្រាសឲ្យយល់ដឹងពីឥរិយាបថនិងតម្រូវការអតិថិជនផងដែរហើយវាក៏អាចជាការដែលផ្ដល់បច្ចេកទេសសម្រាប់ជ្រើសរើសបណ្ដាញផ្សព្វផ្សាយឲ្យបានសមរម្យព្រោះសំខាន់នៃការស្រាវជ្រាវគឺយើងត្រូវ survey ដែរថាអតិថិជនរបស់យើងគាត់ចូលចិត្តប្រើបណ្ដាញអីអញ្ចឹងដល់ពេលដែលយើងដាក់ទៅចំគោលដៅគឺថាពួកគាត់បានឃើញអញ្ចឹងថាការផ្សព្វផ្សាយរបស់យើងហ្នឹងគឺបានទៅដល់គាត់អញ្ចឹងគាត់អាចធ្វើការសម្រេចចិត្តថាគាត់ពេញចិត្តការផ្សព្វផ្សាយពេញចិត្តផលិតផលឬក៏សេវារបស់យើងអត់ហើយនឹងទី3គឺការព្យាករណ៍នៅអនាគតនៃប្រសិទ្ធភាពផ្សព្វផ្សាយនិងត្រៀមរកដំណោះស្រាយអញ្ចឹងមានន័យថាការព្យាករណ៍មានដូចយើងត្រូវការមើលទុកមុនថាឥឡូវនេះយើងកំពុងតែអូខេយើងដើរដល់ចំណុចហ្នឹងវាអូខេយើងត្រូវបរិបត្តិគេអស់ហើយត្រូវពេលវេលាត្រូវការផ្សព្វផ្សាយថាយើងឥឡូវនេះឧទាហរណ៍ដូចលើ TikTok អញ្ចឹងគាត់កំពុងតែមានទីផ្សារផ្សព្វផ្សាយល្អទៅដល់អតិថិជនគោលដៅរបស់គាត់អស់ហើយតែថ្ងៃមុខទៅគេអាចនឹងបង្កើតអីផ្សេងអញ្ចឹងយើងក្នុងនាមយើងជាអ្នកព្យាករណ៍នេះយើងក៏ត្រូវតែមើលឲ្យឃើញដែរនៅពេលដែលគេអាប់ដេតអីថ្មីយើងត្រូវតាមឲ្យទាន់ផ្សព្វផ្សាយទៅតាមបរិបទទៅតាមពេលវេលាដែលគេវិវត្តដើរទៅមុខហ្នឹងដូចគ្នាយើងអាចនៅថានៅតែនៅនឹងមួយកន្លែងបានទេហើយនឹងចុងក្រោយគឺជាឧបករណ៍ដើម្បីបង្កើតផលិតផលសេវាដែលសមនឹងទីផ្សារចំណុចនេះក៏សំខាន់ដែរព្រោះនៅពេលដែលយើងតាមទាន់តម្រូវការទីផ្សារអញ្ចឹងគឺយើងអត់ខកខានឱកាសទេចាហើយជាបន្តគឺជាមតិយោបល់ផ្ទាល់ខ្លួនរបស់ក្រុមយើងខ្ញុំដែលបានធ្វើការស្រាវជ្រាវនេះឃើញបានបង្ហាញឲ្យឃើញថាការស្រាវជ្រាវខាងលើហ្នឹងពួកយើងក៏មានជាមតិយោបល់តិចតួចដែរថាការទំនាក់ទំនងទីផ្សារមិនត្រឹមតែជាការផ្សព្វផ្សាយប៉ុណ្ណោះទេប៉ុន្តែវាជាសិល្បៈមួយក្នុងការទាក់ទាញអតិថិជនផងដែរហើយតាមរយៈការសង្កេតឃើញថាសហគ្រាសដែលបង្កើនភាពស្និទ្ធស្នាលជាមួយអតិថិជនគឺតែងតែទទួលបានភាពជោគជ័យយូរអង្វែងអញ្ចឹងមានថានៅពេលដែលយើងមានអតិថិជនហើយយើងមិនមែនយើងគាត់ពេញចិត្តយើងហើយគាត់នេះហើយយើងបន្ទាប់ពីយើងទទួលបានគាត់ហើយយើង ignore គាត់ចោលយើងខំប្រឹងទៅរកអតិថិជនថ្មីទៀតអត់ទេអតិថិជនថ្មីក៏យើងរកអតិថិជនចាស់យើងព្យាយាមរក្សាមានន័យថាឲ្យគាត់ស្ថិតស្ថេរនៅជាមួយយើងរហូតឲ្យគាត់នៅតែបន្តពេញចិត្តលើសេវាកម្មឬក៏ទំនិញរបស់យើងហើយអតិថិជនថ្មីក៏យើងត្រូវតែមានយុទ្ធសាស្ត្រផ្សេងទៀតដើម្បីទៅរកពួកគាត់
ហើយនឹងចំណុចចុងក្រោយគឺបុគ្គលិកទីផ្សារគួរតែស្វែងយល់ពីទិន្នន័យជាចម្បងមុនពេលចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រណាមួយអញ្ចឹងមានន័យថាមុនពេលដែលយើងចេញទៅធ្វើទីផ្សារចេញទៅផ្សព្វផ្សាយយើងត្រូវ make sure ថាក្នុងនាមយើងជាអ្នកធ្វើទីផ្សារបុគ្គលិកទីផ្សារខ្លួនឯងនេះយើងបានយល់ដឹងគ្រប់ជ្រុងជ្រោយឲ្យតកតងជាមួយនឹងអ្វីដែលយើងចង់ទៅផ្សព្វផ្សាយជូនអតិថិជនរបស់យើងអញ្ចឹងទើបយើងទទួលបានជោគជ័យដោយសារយើងច្បាស់ពីខ្លួនពីអ្វីដែលយើងចង់ផ្សព្វផ្សាយទៅចាហើយជាចុងក្រោយមានជាការផ្ដល់មតិយោបល់គឺបន្ទាប់ពីពួកយើងបានស្រាវជ្រាវហើយយើងមានជាមតិយោបល់ថាយើងគួរតែរៀបចំក្នុងនាមជាអាជីវម្ចាស់អាជីវកម្មយើងគួរតែរៀបចំផែនការតាក់ទងនឹងការតំណែងតំណងសម្រាប់គោលដៅជាក់លាក់អញ្ចឹងនៅពេលដែលយើងធ្វើអាជីវកម្មគឺតំណែងតំណងនេះគឺសំខាន់មែនតើព្រោះត្រូវការតាក់ទងល្អដើម្បីយើងអាចទទួលបានភ្ញៀវយើងអាចរកភ្ញៀវបានហើយការប្រើប្រាស់សារដែលមានភាពច្នៃប្រឌិតនិងទៅជួបផ្ទាល់ដើម្បីបំពេញតាមតម្រូវការអតិជនរបស់យើងអញ្ចឹងមានន័យថាយើងត្រូវធ្វើទីផ្សារយើងធ្វើដោយមានភាពច្នៃប្រឌិតភាពវៃឆ្លាតភាពតាក់ទាញធ្វើឲ្យពួកគាត់ឃើញហើយមានថាគាត់តាក់ចិត្តចង់ស្គាល់ចង់ទិញចង់សាកផលិតផលឬក៏ទំនិញរបស់យើងហើយនៅពេលដែលយើងបានអញ្ជើញទៅជួបគាត់ផ្ទាល់ទៀតណែនាំគាត់ផ្ទាល់ពីគុណសម្បត្តិ1 2 3ទៅគាត់កាន់តែពេញចិត្តអញ្ចឹងជារួមគឺគាត់ដឹងតែទទួលយកទំនិញឬសេវាកម្មរបស់យើងហើយទី3គឺការវាស់វែងនិងតាមដានទស្សនវិជ្ជាតាមរយៈស្ថិតិជាប្រចាំដូចខ្ញុំបានជំរាបនៅ slide មុនអញ្ចឹងថាយើងត្រូវតែតាមដានដើម្បីដឹងថាការអភិវឌ្ឍរបស់យើងហ្នឹងវាមានដំណើរការល្អឈានទៅមុខអត់ឬក៏វានៅនឹងមួយកន្លែងបើមិនជាវានៅនឹងយើងត្រូវមានវិធីសាស្ត្រអីដើម្បីដោះស្រាយហើយនឹងចុងក្រោយគឺយើងទទួលស្ដាប់មតិយោបល់របស់អតិថិជនដើម្បីបន្ថែមប្រសិទ្ធភាពនាពេលក្រោយចាអញ្ចឹងចំណុចនេះក៏សំខាន់ដែរយើងស្ដាប់មតិយោបល់របស់អតិថិជនដើម្បីស្ថាបនាឲ្យទំនិញសេវារបស់យើងហ្នឹងគឺកាន់តែមានភាពល្អប្រសើរចាអញ្ចឹងបទបង្ហាញរបស់យើងខ្ញុំក្នុងថ្ងៃនេះគឺបានមកដល់ទីបញ្ចប់ហើយក្នុងនេះគឺជាឯកសារយោងរបស់ក្រុមយើងខ្ញុំដែលបានយកមកធ្វើជាដែលពួកយើងបានស្រាវជ្រាវចេញពីទាំងអស់នេះមកមាន link ក៏ដូចជាចំណុចយើងមានរកតាមចំណុចផ្សាយផ្សេងៗដែរអញ្ចឹងលោកគ្រូឬក៏មិត្តភ័ក្តិគាត់អាចទៅស្រាវជ្រាវបន្ថែមបានតាមអ្វីដែលយើងខ្ញុំបានដាក់នៅក្នុងឯកសារយោងនេះចាអញ្ចឹងក្រុមយើងខ្ញុំសូមបញ្ចប់ការ present ត្រឹមតែប៉ុណ្ណេះសូមអរគុណបងទាំងអស់គ្នាក៏ដូចជាលោកគ្រូដែលបានយកចិត្តទុកដាក់ស្ដាប់ការបកស្រាយរបស់យើងខ្ញុំចាសូមអរគុណច្រើនសូមជម្រាបលាលោកគ្រូចាសូមគោរពជម្រាបលាលោកគ្រូចាសូមគោរពជម្រាបលាលោកគ្រូ